រូបពីអារម្មណ៍វិញម្ដងតើតើនៅក្នុងពេលនេះបានចូលរួមពីសិល្បករសិល្បករនេះដែលជារៀមច្បងក៏ដូចជាវីរៈសិល្បករនៅក្នុងថ្ងៃនេះតើគណៈកម្មការទាំង4រូបមានអារម្មណ៍បែបណាឥឡូវសូមគ្រប់អញ្ជើញលោកព្រាបសវត្ថបាទសូមអញ្ជើញជាដំបូងសូមជំរាបសួរអ្នកគ្រូឌីសវេតលោកគ្រូស្វាយសអ្នកគ្រូហែមសវណ្ណបងក្រឹមបងចន្ទរាទីនិងឆរាមិត្តភ័ក្តិថ្ងៃនេះកម្មវិធីទាំងមូលគឺសប្បាយចិត្តមែនទែនតែបានអ្នកគ្រូលោកគ្រូទាំងអស់ដែលបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីកម្ពុជា Idol ហើយក៏បងប្អូនដែលបន្តិចទៀតហ្នឹងក៏គាត់មកក៏គាត់មានកិត្តិយសនៅក្នុងថ្ងៃនេះដោយសារតែអ្នកគ្រូលោកគ្រូនិងបងទាំងអស់អញ្ជើញមកចូលរួមខ្ញុំទាំងអស់គ្នាខ្ញុំសប្បាយចិត្តរំភើបដែលឃើញអ្នកគ្រូលោកគ្រូមកអង្គុយទីនេះផ្ដល់កិត្តិយសដល់កម្មវិធីទាំងមូលសម្រាប់ក៏ដូចជាខ្ញុំទាំងអស់គ្នាហើយក៏សប្បាយចិត្តកម្មវិធីផ្លែច្រើនមកបាទមួយអាទិត្យទៅមួយអាទិត្យហើយខ្ញុំបានដឹងពីប្រវត្តិខ្លះពីអ្នកគ្រូឌីសវេតខ្លះគាត់ថតកុនតាំងពីអាយុ16តែមុននឹង16ហ្នឹងគាត់បង្ហាញម៉ូដជាមួយពួកអឺរ៉ុបទៀតបាទហើយគាត់ចាប់ផ្ដើមនឹងថតកុនតាំងពីឆ្នាំ1960ដែលគាត់ចាប់ផ្ដើមថតមកអញ្ចឹងមកដល់ពេលនេះក៏គាត់នៅតែមានកិត្តិស័ព្ទនិងកិត្តិយសដល់ជាតិដល់ប្រជាជនយើងទាំងមូលដែររាប់មិនអស់ទេព្រោះនៅបងនៅលោកគ្រូផ្សេងទៀតអញ្ចឹងខ្ញុំចោះមួយសិនអរគុណហើយរំភើបណាស់ថ្ងៃនេះប្លែកថ្ងៃនេះជាបិណ្ឌទី7ក៏ដូចជានៅសល់7នាក់ដែរបាទអញ្ចឹងអញ្ចឹងថ្ងៃនេះគឺសល់តែ6ទេអញ្ចឹងបន្តិចទៀតនេះយើងបានឃើញបងប្អូនយើងមកសម្ដែងជូនដល់យើងទាំងអស់គ្នាមើលថាតើពួកគាត់មានកម្រិតណានៃបច្ចេកទេសសម្លេងដល់កម្រិតណាអរគុណច្រើនអរគុណបាទចង់ជម្រាបសួរលោកព្រាបសវត្ថលោកស្រីឌីសវេតត្រូវជាម៉ាក់លោកព្រាបសវត្ថហ៎បាទគាត់ម្ដាយខ្ញុំមុខស្តៀងគ្នាមកពីខ្ញុំឆ្លាញ់សយម៉ែហើយនោះពាក់វ៉ែនតាទៅជាមិត្តភក្តិខ្ញុំបាទមិត្តភក្តិនៅក្នុងខារ៉ាអូខេតែនៅក្រៅបងខ្ញុំអរគុណបងអរគុណច្រើននៅក្នុងរឿងបាទនៅក្នុងរឿងអរគុណច្រើនដែលហេតុថាបរិយាកាសនៅក្នុងកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះផ្ទាល់តែម្ដងខុសប្លែកពីសប្តាហ៍មុនចាអញ្ចឹងមុលសុំកាត់បន្តិចបងសវត្ថថាឥឡូវនេះចំបិណ្ឌ7បេក្ខជននៅសល់7នាក់អញ្ចឹងហ្មងថាមកបិណ្ឌហ្នឹងកាត់មួយហ៎ចាចៃដន្យដូចគ្នាចាអរគុណច្រើនជាបន្តសូមអញ្ជើញកញ្ញាអស្គុណកញ្ញាមានចំណាប់អារម្មណ៍យ៉ាងណាដែរជាមួយនឹងកម្មវិធីរបស់យើងនៅរាត្រីនេះចាសូមអញ្ជើញអរគុណចានាងខ្ញុំសូមគោរពនិងជម្រាបសួរចាដល់លោកគ្រូអ្នកគ្រូដែលជាវីរៈសិល្បករសិល្បករនីដែលបានអញ្ជើញចូលរួមផ្ដល់កិត្តិយសនៅក្នុងរាត្រីនេះជាមួយនឹងកម្មវិធី Cambodian Idol វគ្គ Live Show សប្តាហ៍ទី5ហើយក៏បានផ្ដល់នៅការលើកទឹកចិត្តដល់បេក្ខជនរបស់យើងទាំងអស់នៅក្នុងរាត្រីនេះការអញ្ជើញចូលរួមជាកិត្តិយសនេះគឺជាមហាកិត្តិយសខ្លាំងបំផុតដែលលោកគ្រូអ្នកគ្រូបានផ្ដល់ជូនដល់បេក្ខជនក៏ដូចជាក្រុមការងារទាំងមូលក៏ដូចជានាងខ្ញុំដូចជាទស្សនិកជនទាំងអស់ផងដែរចាអរគុណច្រើនហើយរាត្រីនេះក៏សូមអរគុណនិងជម្រាបសួរដល់ទស្សនិកជនដែលបានអញ្ជើញចូលរួមផ្ទាល់នៅស្ថានីយទូរទស្សន៍ហើយក៏ដូចជានៅតាមគេហដ្ឋានផងដែរសូមអរគុណចាអរគុណច្រើនឥឡូវនេះបាទសូមអញ្ជើញលោកណុបបាញ់រិទ្ធវិញតើមានអារម្មណ៍បែបម៉េចដែរទៅបាទខ្ញុំបាទក៏សូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្រុសបងស្រីដែលជាសិល្បកររៀមច្បងដែលនៅក្នុងថ្ងៃនេះគឺជាការផ្ដល់កិត្តិយសមួយដ៏កម្រពីព្រោះថានេះគឺជាការចូលរួមផ្ដល់កិត្តិយសដ៏កក់ក្ដៅសម្រាប់កម្មវិធីទាំងមូលក៏ដូចជាបេក្ខជននៅក្នុងកម្មវិធីហើយក៏ជាការចូលរួមផ្ដល់ជាសក្ខីភាពនៅក្នុងការស្វែងយល់ពីសមត្ថភាពរបស់បេក្ខជនរបស់យើងនៅក្នុងកម្មវិធីដូច្នេះនៅក្នុងនាមខ្ញុំបាទជាគណៈកម្មការក៏ដូចជាប្រជាជនទូទាំងប្រទេសគឺ
ពិតជារំភើបហើយក៏ជាឱកាសមួយដ៏កម្រដែលពួកខ្ញុំមិនងាយនឹងបានជួបលោកគ្រូអ្នកគ្រូក៏ដូចជាបងសិល្បករដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំសង្ឃឹមថាបេក្ខជនទាំងអស់គាត់នឹងខិតខំបញ្ចេញអស់ពីសមត្ថភាពដើម្បីបន្តឆ្ពោះទៅកាន់វគ្គខាងមុខទៀតហើយមិនធ្វើឲ្យភ្ញៀវកិត្តិយសរបស់យើងគាត់ខកបំណងនៅក្នុងការចូលរួមអរគុណច្រើនអញ្ចឹងនៅក្នុងពេលនេះខ្ញុំបាទមានតែការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្រុសបងស្រីអរគុណ ចាអរគុណច្រើនឥឡូវនេះសូមអញ្ជើញបន្តទៅកាន់លោកឆនស្វណ្ណរាចាមានអារម្មណ៍យ៉ាងណាដែរនៅក្នុងពេលនេះ អរគុណជាដំបូងខ្ញុំបាទសូមគោរពដល់លោកគ្រូអ្នកគ្រូដែលជាវីរៈសិល្បករក៏ដូចជាសិល្បៈរៀមច្បងថ្ងៃនេះខ្ញុំបាទពិតជាមានអារម្មណ៍រំភើបនិងសប្បាយរីករាយដែលបានជួបផ្ទាល់ជាមួយនឹងលោកគ្រូអ្នកគ្រូក៏ដូចជាសិល្បៈរៀមច្បងហើយទស្សនិកជនទាំងអស់គ្នាក៏សប្បាយរីករាយផ្ទាល់ថ្ងៃនេះជាកម្មវិធីដ៏ពិសេសមួយ Cambodia Idol តែងតែអញ្ជើញនៅវីរៈសិល្បករដែលល្បីៗកាលពីចំនួនមុន ដើម្បីចូលរួមនៅក្នុងថ្ងៃនេះខ្ញុំជឿជាក់ថាបទចម្រៀងរបស់ខ្ញុំបាទបកស្រាយមិញពីអ្នកបងរបស់អ៊ីរិតក៏ដូចជាបេក្ខជនដែលប្រឡងក្នុងថ្ងៃនេះនឹងមាននៅក្នុងខ្សែរឿងរបស់អ្នកគ្រូឌីសាវេតខ្ញុំជឿជាក់ថានឹងមានបាទនៅក្នុងនោះមានច្រើនរឿងមែនតើអញ្ចឹងថ្ងៃនេះសង្ឃឹមថាបេក្ខជនទាំងអស់គាត់នឹងច្រៀងក៏ដូចជាសម្ដែងបានល្អដើម្បីឲ្យទស្សនិកជនទាំងអស់ក៏ដូចជាលោកគ្រូអ្នកគ្រូបានទស្សនានៅក្នុងថ្ងៃនេះផ្ទាល់ក៏ដូចជំរាបសួរទៅដល់ពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលបានចូលមកទស្សនាទៅនេះក៏ដូចជាតាមភ័យអឋានបាទសូមអរគុណ បាទសូមអរគុណដល់គណៈកម្មការទាំង4រូបដែលបានបង្ហាញអំពីបាទអារម្មណ៍បាទទៅនៅក្នុងពេលនេះដែលបានជួបជាមួយនឹងវីរៈសិល្បករព្រមទាំងរៀមច្បងដែលជាសិល្បករសិល្បៈក្រណីជើងចាស់ហើយស្ដាប់មកហ្នឹងដូចជាក្រឹមមកហ្នឹងដូចជាមានចង់និយាយអីបន្ថែមបាទនិយាយដូចចង់និយាយអីមួយបងស្នាយនោះបាទ ចាចង់ឆ្លើយតបជាមួយបងស្នាយ បាទមិញនិយាយបងស្នាយវិញថាពូម៉ាក់មិនថាលើសថាពូម៉ាណាក្នុងសាច់រឿងដល់អូខេមិញច្អល់ពាក់បន្តាស្មាពូណាហ្នឹងស្មានដូចនេះស្មានតែលោកគ្រូដែរចេះឆ្ងល់ហ្នឹងណ៎ដូចគេច្អល់ទៀតនោះអ្នកពាក់បន្តាពូម៉ាខ្ញុំចេះខំហេអញមិនមែនវិញពូដែរ បាទនិយាយលេងអរគុណ បាទអរគុណច្រើនអរសាទរមួយបាទប្រិមត្តទូរទស្សនិកជនលោកអ្នកបានឃើញហើយពីវត្តមានរបស់គណៈកម្មការទាំង4រូបនៅវគ្គក្រោយនេះលោកអ្នកនឹងបានឃើញនៅការបង្ហាញនៅសមត្ថភាពរបស់បេក្ខជនទាំង7រូបវិញម្ដងប៉ុន្តែនៅក្នុងពេលនេះកម្មវិធីសូមពេលអញ្ញាសម្រាប់